ពេលនោះស្រាប់តែនារីម្នាក់នោះបានរកឃើញកូឡាភាគចិនពិតប្រាកដមួយដុំនាងក៏ដើរទៅសួរតម្លៃម្ចាស់ហាងបានប្រាប់នាងថាតម្លៃ$5,000 អាមេរិកនាងគិតថាវាថ្លៃពេកដូច្នេះនាងក៏ងាកក្រោយដើរចេញទៅស្រាប់តែម្ចាស់ហាងស្រែកហៅនាងវិញហើយប្រាប់ថាលក់ឲ្យនាងក្នុងតម្លៃ$1,000នាងឆ្លើយថាមានតែ$100ប៉ុណ្ណោះប៉ុន្តែម្ចាស់ហាងនៅតែព្រមលក់នាងរីករាយក៏ប្រគល់ប្រាក់ឲ្យហើយដើរចេញទៅម្ចាស់ហាងគិតថាក្មេងស្រីនេះល្ងងនឹងមានលុយច្រើនព្រោះកូឡាភាគនោះថ្លៃដើមតែ$50ប៉ុណ្ណោះមួយសន្ទុះក្រោយមកនាងបានត្រឡប់ទៅហាងវត្ថុបុរាណដើម្បីត្រៀមខ្លួនលក់កូឡាភាគនោះពេលនោះក្មេងប្រុសសង្ហាម្នាក់ក៏បានមកដល់នាងបានឃើញថាក្មេងប្រុសនោះមានសាច់ដុំ8កង់អេបក្មេងប្រុសនោះគឺជាកូនប្រុសរបស់ម្ចាស់ហាងហើយក៏ជាមិត្តរួមថ្នាក់របស់នាងដែរគេគិតថាកូឡាភាគដែលនាងយកមកនោះប្រកាសជានាងព្រោះនាងត្រូវបានគេស្គាល់ថាជាសិស្សក្រីក្របំផុតក្នុងសាលាប៉ុន្តែឪពុករបស់គេម្ចាស់ហាងបាននិយាយថាវាជារបស់ពិតហើយមានតម្លៃយ៉ាងតិច$100,000អាមេរិកបន្ទាប់មកម្ចាស់ហាងក៏បានទិញកូឡាភាគនោះពីនាងពេលនាងត្រៀមត្រឡប់ទៅសាលាវិញក្មេងប្រុសនោះបានជិះម៉ូតូមកហើយសម្រេចចិត្តជូននាងត្រឡប់ទៅវិញប៉ុន្តែនៅតាមផ្លូវពួកគេបានជួបនឹងអ្នកគាំទ្រ admirer របស់ក្មេងប្រុសនោះពេលឃើញនាងជិះម៉ូតូជាមួយគេនារីនោះក៏ខឹងខ្លាំងណាស់នាងគិតថាសិស្សក្រីក្រនេះមិនសមនឹងជិះម៉ូតូរបស់ក្មេងប្រុសនេះទេអ្នកគាំទ្រនោះបានឲ្យផ្កាទៅក្មេងប្រុសប៉ុន្តែគេប្រាប់ថាគេមិនចូលចិត្តនាងទេព្រោះគេមានមិត្តស្រីរួចហើយបន្ទាប់មកគេក៏បានអបនាងនារីអ្នកគាំទ្រមិនជឿតតែសោះពេលនោះក្មេងប្រុសក៏ថាប់ថ្ពាល់នាងភ្លាមធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើល